ចាំជាមាត់រឹងមែនអញថាទៅមើលគ្រូសាជើខ្សែធន់របៀបម៉េចលោកម្ចាស់មានរឿងធំហើយចាំមិនទៅហេតុទៅហប់នឹងមានការអីលោកម្ចាស់មានរឿងធំហើយទ្រព្យសម្បត្តិគ្រូសាជើត្រូវកម្លាំងបណ្ដឹងប្រភពវ័យប្រហារបណ្ដាលឲ្យផ្នែករ៉ៃមកទប់ពួកយើងរកូរកើឥឡូវក៏ចូលមកខ្សែធន់មិនអាចនោះទេអ្នកណាហ៊ានវ័យប្រហារគ្រូសាជើយើងគ្រូសាជើជាបុគ្គលដឹកនាំពិភពជំនួយនៅជិញវិញតើអ្នកណាអាចវ័យប្រហារគេបានលោកម្ចាស់លោកមើលណាមិនអាចទេគ្រូសាជើយើងពិតជាត្រូវខ្សែធន់ហើយតើអាចជាអ្នកណានេះតើជាការច្រឡំទៀតនឹងមិនដឹងថាខ្ញុំរៀបចំពិធីជប់លៀងនេះអស់លោកពេញចិត្តដែរឬអត់ទេហើយជាអ្នកធ្វើមកឬអត់ខ្ញុំប្រាប់ហើយ3នាទីធ្វើឲ្យគ្រូសាជើខ្សែធន់ហើយលើនេះ3នាទីមិនលើមិនខ្វះលៀនឆិនហើយកុំចេះតែនិយាយអួតអញគ្រាន់តែជាកូនប្រសាគ្រូសាវាំងដែលត្រូវគេទាត់ចោលមិនថាទ្រព្យសម្បត្តិឋានៈអំណាចឯងគ្មានអ្វីទាំងអស់គ្រាន់តែជាមនុស្សចោលមកសៀតគ្មានបានការបានឲ្យយកទៅវាយប្រហារគ្រូសាជើលើម្ចាស់ជើក៏បានតែសាពេកថាมันបានគ្រាន់តែជារឿងចៃដន្យយកល្អទៅវិញស្រាវជ្រាវរឿងនេះឲ្យច្បាស់ទៅណាទៅវិញលៀនឆិនកុំគិតថាគ្រូសាជើមានរឿងឯងនៅឈរញញឹមម្នាក់ឯងប្រាប់ឯងទៅចុះទោះជាគ្មានគ្រូសាជើយើងក៏មានវិធីរាប់ម៉ឺនធ្វើឲ្យឯងស្លាប់ដែរតាមមើលទៅប្រហែលឯងមិនទាន់យល់ទេថាខ្លួនឯងខុសត្រង់ណាដូច្នេះអ្នកបន្តទៀតគួរទៅដល់វិញឯងមានន័យថាម៉េចប្រាប់ទៅចាំងធានលីឲ្យគេនឹងលីឆាំងសើម្ចាស់គ្រូសាលីមកដល់ក្នុងកម្មវិធីត្រឹម10នាទីពុំនោះទេគ្រូសាលីត្រូវលុបឈ្មោះចេញពីជីងលីងចាលីនឆាន់សម្ដីរបស់ឯងពិតជាថ្លោះមែនគ្រូសាលីជាគ្រូសាទិបចម្បាំងមិនមែនគេអាចធ្វើរង្គោះដូចជាគ្រូសាជើទេម្យ៉ាងវិញទៀតបញ្ហាគ្រូសាជើមិនមែនជាទង្វើឯងគ្រាន់តែមានសំណាងប៉ុណ្ណោះបន្តទៀតនៅសល់9នាទីមិនបាច់9នាទីទេលីនឆាន់ផ្លូវរបស់ឯងក៏ដល់ទីបំផុតហើយខ្ញុំបញ្ជាតែមួយម៉ាត់អាចប្រាច់ជីវិតឯងបានផុតពីយុគនេះទៅកូនប្រុសរបស់យើងយកបានវ៉ាងអ៊ីយ៉ានគ្រូសាលីរបស់យើងត្រូវតែថ្កុំថ្កើងទៅមុខសូមអបអរលោកម្ចាស់នេះឆាំងសើលោកម្ចាស់ទាំងពីរបញ្ជាលោក10នាទីបញ្ញត្តិទៅកម្មវិធីគ្រប់គ្រូពុំនោះទេគ្រូសាលីត្រូវលុបឈ្មោះចេញពីជីងលីងលោកម្ចាស់មានរឿងអីកើតឡើងនឹងចប់ហើយលោកលេខបញ្ជាយើង10នាទីទៅ10ពិធីជប់លៀងប៉ុន្តែពេលខ្លីយ៉ាងនេះទៅមិនទាន់ទៅឬក៏គ្រូសាលីយើងជប់នេះត្រូវគេលុបឈ្មោះចោលខ្ញុំលើថាអ្នកនាងធំគ្រូសាមកប្រចាំសាំងជីងស្នាក់នៅវិមានអ៊ីនជាបើសុំឲ្យគេចេញមុខថាមិនត្រូវអាចស្ដារស្ថានភាពឡើងវិញបានត្រូវគ្រូសាមុខជាគ្រូសាធំមួយក្នុងចំណោមគ្រូសាទាំង4នៅសាំងជីងសូម្បីតែលោកលេខក៏ទុកមុខឲ្យគេខ្លះដែរឆាប់ទៅទីប្រាក់15លានទៅករណីអ្នកនាងមុខខ្ញុំត្រូវការឲ្យនាងជួយបាទឆាប់ឡើងលេងលះហាញ់តាមើលទៅវ៉ាងអ៊ីយ៉ានម្នាក់នេះចាំជាមិនស្គាល់ត្បូងពេជ្រមែនធនីគារម៉ាំងផ្ទេប្រាក់ចូល15លានអាឡូអ្នកណាអ្នកនាងមួគឺខ្ញុំលីឆាំងសើម្ចាស់គ្រូសាលីមានរឿងមួយចង់សុំសង្ឃឹមថាអ្នកនាងចេញមុខជួយលោកជាអ្នកផ្ទេប្រាក់មកហ៎បាទខ្ញុំមិនបានសួរមុនខ្ញុំផ្ទេប្រាក់ទៅទាំងបំពេញអ្នកនាងមួសង្ឃឹមថាអ្នកអភិទោឲ្យខ្ញុំនឹងថាបំពេញហើយនៅផ្ទះឲ្យខ្ញុំគិតថាខ្ញុំខ្វះលុយចាយខ្ញុំគិតមិនបានដិតដល់ដោយសារមានរឿងភ្លាមខ្ញុំគ្មានជំរឿផ្សេងសង្ឃឹមថាអ្នកនាងចេញមុខជួយគ្រូសាលីខ្ញុំឲ្យតែអ្នកនាងព្រមជួយគ្រូសាលីខ្ញុំព្រមថែមជូនប្រាក់15លានទៀតខ្ញុំសង្ឃឹមថាអ្នកនាងជួយវាសនាគ្រូសាលីផង30លានលោកម្ចាស់លីលោកបង្កបញ្ហាធំកម្រិតណាអាយ៉ាអ្នកនាងមិនទាន់ដឹងទេមុននេះលោកលេខខឹងសម្បំណាស់បញ្ជាខ្ញុំ10នាទីត្រូវទៅ10ពិធីគ្រប់គ្រូសាបាប៉ុន្តែពេលខ្លីយ៉ាងនេះខ្ញុំទៅមិនទាន់មានតែបងអ្នកនាងចេញមុខជួយនិយាយល្អជំនួសគ្រូសាលីខ្ញុំផងណាគ្រូសាវាងពិធីគ្រប់គ្រូរបស់វ៉ាងអ៊ីយ៉ានចោះលោកឆិនប្តីមុនរបស់គេនៅទេគួរតែទៅអ្នកនាងមិនបានជាសួរនាំរឿងនេះបានអញ្ចឹងខ្ញុំព្រមជួយលោកខ្ញុំបញ្ជាមួយម៉ាត់អាចប្រាក់ជីវិតឯងបានប៉ុន្មានណាអញ្ចឹងខ្ញុំរងចាំមើលលឹមឆាន់លោកអស់ចិត្តហើយនៅលោកចង់ប៉ះពាល់អ្នកមានអំណាចនៅជីងលីងទាំងអស់មែនទេទើបលោកអស់ចិត្តវ៉ាងអ៊ីយ៉ាននាងគិតថាខ្ញុំកំពុងអោបត្រូវទេតាំងពីខ្ញុំឈិនជើងចូលមកទីនេះថាខ្ញុំមានរោគរឿងណាដែរទេគឺពួកនាងម្នាក់វាយប្រហារចោតប្រកាន់មើលងាយខ្ញុំចង់ឲ្យខ្ញុំស្លាប់នៅទីនេះបើអ្នកទាំងអស់គ្នាចង់ធ្វើជាសត្រូវជាមួយខ្ញុំមានតែបំពេញតាមបំណងលឹមឆាន់តើលោកចង់ធ្វើអីថ្ងៃនេះខ្ញុំអង្គុយនៅកន្លែងហ្នឹងខ្ញុំចង់ដឹងថាអស់លោកដែលនៅទីនេះតើអ្នកណាដែលហ៊ានយកជីវិតរបស់ខ្ញុំនេះផ្ដាស់កន្លែងនោះលោកអញគ្មានសិទ្ធិអង្គុយទេឆាប់ចង់មកព្រាមត្រឹមជាកន្លែងអង្គុយធម្មតាខ្ញុំចង់អង្គុយគឺអង្គុយទោះជាខ្ញុំចង់អង្គុយនៅកន្លែងណាមិនទាន់ដល់វេននាមបង្កប់បញ្ជាទេលោកចាំជាមិនខ្លាចរអាមហេនដឹងថាកន្លែងនោះដំណើរអ្វីដែរទេជាកន្លែងរបស់មហាបរិសុទ្ធណាយ៉ាងខំចំណាយប្រាក់រាប់លានដឹកមកពីអង់គ្លេសយ៉ាងប្រញាប់បើអ្នកគ្មានឋានៈខ្ពង់ខ្ពស់កប់ពពកទេគឺមិនអាចអង្គុយបានទេមើលទៅកន្លែងនេះខ្ញុំបង្ខំចិត្តអង្គុយហើយប្រហែល
នៅជីលីងទាំងមូលមានតែមេតបចំបាំផ្កាយ9ដូចជាចាំងធានលៃទេទើបមានសិទ្ធិអង្គុយចំណែកឯងអាចអស់ចាប់ប៉ុណ្ណាទៅអញ្ចឹងឯងសួរចាំងធានលៃសិនទៅចាំមើលតើគេហ៊ានដេញខ្ញុំឲ្យចុះចេញពីកៅអីនេះដែរទេចាំមើលតើគេហ៊ានដេញខ្ញុំឲ្យចុះចេញពីកៅអីនេះដែរទេឆ្លើយទៅហើយហ៊ានប្រមាថលោកលីលឹមឈិនមើលរឹកពីក្អេងក្អាងក្រអើកតបរបស់ឯងចុះខ្ញុំដឹងឯងមកបង្ករឿងនៅទីនេះគឺចង់បំផ្លាញពិធីគោរពគ្រូដើម្បីអ៊ីយ៉ានបាត់បង់ឱកាសដ៏ល្អនេះក៏ប៉ុន្តែខ្ញុំប្រាប់ឯងទៅចុះរឿងនេះមិនមែនអាចជាអ្នកសម្រេចទេថាម៉េចលឹមឈិនមិននឹកស្មានថាចិត្តខ្លាំងរបស់លោកពឹសពតដល់កម្រិតនេះលឹមឈិននេះជាមូលហេតុដែលលោកមកបង្ករឿងមែនទេដោយសារខ្ញុំនិងលោកលែងលាគ្នាទើបលោកចង់បំផ្លាញអនាគតរបស់ខ្ញុំវ៉ាងអ៊ីយ៉ានតើខ្ញុំចង់បំផ្លាញអនាគតនាងពីងកានាងសុខចិត្តព្រមជឿសម្ដីពួកគេតែមិនព្រមជឿសម្ដីខ្ញុំឲ្យខ្ញុំជឿលោកចាំម៉េចថ្ងៃនេះលោកនាំបញ្ហាមកឲ្យខ្ញុំមិនទាន់គ្រប់គ្រាន់ទេអ្វីដែលខ្ញុំធ្វើថ្ងៃនេះដើម្បីទុកឱកាសឲ្យនាងរួមទាំងពិធីគោរពគ្រូដែរគឺខ្ញុំផ្ដល់ឲ្យនាងជាជម្រើសចុងក្រោយមកចាប់ផ្ដើមការសម្ដែងទៅលោកមានន័យថាម៉េចខ្ញុំនិយាយប៉ុណ្ណឹងមិនទាន់ច្បាស់ទៀតទេខ្ញុំទុកឱកាសឲ្យនាងគោរពគ្រូលោកឲ្យមកចាក់ខ្ញុំគោរពលោកជាគ្រូហ៎លោកគ្រាន់តែជាសម្រាប់សន្និយាយពាក្យនេះទេចាំជាមិនដឹងមេខ្ពស់នៃក្រាស់មែនសំអាងលោកសំទទួលខ្ញុំជាសិស្សទេសំអាងលោកសំទទួលខ្ញុំជាសិស្សដែរទេមនុស្សភ្នែកអន់ត្រូវដឹងថាមានទេចំបានប្រហែលអ្នកចង់គោរពលោកលៀមជាគ្រូប៉ុន្តែគ្មានឱកាសផងលោកលៀមព្រមទុកឱកាសឲ្យនាងហើយជាមហាកិត្តិយសរបស់នាងហើយកិត្តិយសហេគេទទួលខ្ញុំជាសិស្សជាកិត្តិយសខ្ញុំដឹងថាខ្ញុំជាអ្នកណាទេត្រឹមជាទេពចម្បាំងផ្កាយ7កោតតែហ៊ានអួតបែបនេះដឹងទេទោះបីជាចាំងធានលៃគេក៏គ្មានសិទ្ធិធ្វើជាសិស្សរបស់លោកលីមដែរមែនទេគេហ៊ានប្រកួតជាមួយនឹងខ្ញុំដែរទេមិនថាស្លាប់រស់ក៏ដោយប្រកួតជាមួយសម័យសង្អាមិនបាច់លោកលីមចេញមកទេត្រឹមតែខ្ញុំម្នាក់គ្រប់គ្រាន់អាចបង្ក្រាបលោកបានហើយឯងចាំជាចោលមិនសិនមែនបានត្រឹមតែពួនពីក្រោយខ្នងស្រីត្រូវទេអ្នកប្រុសលីអ្នកប្រុសដឹងស្រាប់ហាញតាគេពីមុនក៏ជាប្រុសឲ្យគេចិញ្ចឹមដែរមិនអាចព្រៀបជាមួយអ្នកប្រុសបានទៅថាមិនទៅគេអាចរៀននោះដាក់ខោបាត់ទៅហើយលីជីហើមើលរកពីរបស់ឯងដូចជាខ្លាំងណាស់គួរឲ្យអស់សំណាញ់ប៉ុន្តែបើសិនជាឯងលើកជាសំណើទៅហើយនោះអញ្ចឹងខ្ញុំសូមទទួលយកសំណើនេះទៅចុះអញ្ចឹងខ្ញុំសូមទទួលយកសំណើនេះទៅចុះលឹមឈិនមិនបានជាលោកបញ្ចូលទៅតែសោះអ្នកប្រុសលីជាទេពចម្បាំងផ្កាយ7លោកមិនតែហ៊ានសម្លាប់មាន់មួយផងទទួលសម្លាប់ពីគាត់លោកឈួតទេខ្ញុំមិនទាន់យល់ទេអធិស្ឋានបាននិយាយចំពោះគូប្រកួតដែលអន់ខ្ញុំពិតជាមិនយល់មែនដំបូងខ្ញុំមិនចង់មកទីឋានៈខ្ញុំប្រកាន់ឯងទេតែឯងចង់ស្លាប់ដោយខ្លួនឯងខ្ញុំទុកឱកាសឯងទៅចុះអ្នកប្រុសលីលោកបន្ធូរដៃផងណាយីយ៉ានកម្រំអីយប់នេះជាពិធីគ្រប់គ្រងរបស់នាងណាបើប៉ះពាល់ដល់ជីវិតមនុស្សគឺវាមិនល្អទេតែផ្លាស់ប្ដូរបទពិសោធន៍ប៉ះពាល់បន្តិចបន្តួចជាមិនផុតទេតែបើខ្ញុំមិនប្រយ័ត្នធ្វើឲ្យគេបាក់ដៃបាក់ជើងនោះមិនអាចបន្ទោសខ្ញុំបានទេលឹមឈិនខ្ញុំទុកឱកាសឲ្យឯងម្ដងដើម្បីឲ្យឯងស្គាល់ទេពចម្បាំងផ្កាយ7ខ្លាំងប៉ុណ្ណាកុំថាខ្ញុំមិនបានដាស់តឿនណាចូលមកមិនអញ្ចឹងបើខ្ញុំចូលទៅឯងមានតែផ្លូវស្លាប់មួយមុខគត់ណាខ្ញុំខ្លាចថាពេលដែលខ្ញុំមិនចេញក្បាច់ទៅឯងប្រលីកទេប្រេប្រាឯងគ្រាន់តែជាស្រមោចមួយក្បាលយើងប្រើតែម្រាមមួយក៏សម្រាប់ឯងបានដែរលោកលីមកដល់